ថ្ងៃទី14ខែ11ឆ្នាំ2025ការវិភាគតារាងថ្ងៃរបស់យ៉ាវចំណុចសម្រេចសំខាន់ខណៈដាវកំពុងសាកល្បងតំបន់តម្លៃសំខាន់យ៉ាវបានបើកនៅ45.083ខណៈបូកស្ថិតនៅ45.330បង្ហាញថាទីដៅថ្ងៃនេះអាស្រ័យលើរបៀបទីផ្សារឆ្លើយតបជាមួយតម្លៃបើកជាមួយខ្សែនិង cash បង្ហាញលក្ខណៈ bullish ទិសឡើងនឹងត្រូវរក្សាទុកប្រសិនបើសន្ទុះអាចឡើងវិញលើអបបានបើយ៉ាវនៅតែក្រោមអបសម្ពាធលក់អាចបន្តដោយគោលដៅដំបូងសម្រាប់ការធ្លាក់ចុះគឺខ1នៅ45,910តំបន់សំខាន់ត្រូវតាមដានទោះយ៉ាងណាប្រសិនបើចង់ស្ដារឡើងវិញពីការធ្លាក់ប៉ុន្មានថ្ងៃមុនតម្លៃត្រូវតែឡើងវិញលើអបបើធ្វើបានគោលដៅឡើងដំបូងគឺខ1នៅ45,256ដែលជាសញ្ញាថាពលករទិញបានត្រឡប់មកវិញចំណាំសំខាន់មួយរយៈម្សិលមិញយ៉ាវប៉ះកម្រិត KSB 45,928ហើយបានកើនឡើងវិញភ្លាមសកម្មភាពនេះបង្ហាញអាចមានការគាំទ្រយ៉ាងសកម្មនៅតំបន់នោះការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ